លោក Rafael Glucksmann បានប្រកាសថាអាមេរិកលែងជាសម្ព័ន្ធមិត្តរបស់បារាំងនិងអឺរ៉ុបទៀតហើយក្រោយត្រាំលូកដៃចូលកិច្ចការផ្ទៃក្នុងអឺរ៉ុបអ្នកនយោបាយឆ្វេងកណ្ដាលនិយមរបស់បារាំងលោក Rafael Glucksmann បានប្រកាសថាអាមេរិកក្រោមរដ្ឋបាលរបស់លោក Donald Trump លែងជាសម្ព័ន្ធមិត្តរបស់បារាំងនិងអឺរ៉ុបទៀតហើយដោយចោទថាទីក្រុង Washington កំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងអឺរ៉ុបនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Glucksmann ដែលជាបេក្ខជនសក្តានុពលសម្រាប់តំណែងប្រធានាធិបតីបារាំងឆ្នាំ2027បានសង្កត់ធ្ងន់ថាយើងមិនមែនជារដ្ឋចំណុះអាមេរិកទេដូច្នេះរដ្ឋបាលអាមេរិកមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអឺរ៉ុបបានឡើយដោយលោកបានជំរុញឲ្យមេដឹកនាំអឺរ៉ុបទាំងអស់បង្ហាញជំហរតឹងរ៉ឹងបំផុតចំពោះទីក្រុង Washington ការលើកឡើងនេះធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរកំពុងតានតឹងខ្លាំងជាពិសេសជុំវិញមហិច្ឆតារបស់លោកត្រាំចង់គ្រប់គ្រងកោះ Greenland របស់ដាណឺម៉ាកនិងចំណាត់ការរបស់ទីក្រុងប៉ារីសកាលពីថ្ងៃច័ន្ទដែលបានហាមឃាត់ឯកអគ្គរដ្ឋជាទូតអាមេរិកលោក Charles Kushner មិនឲ្យជួបរដ្ឋមន្ត្រីបារាំងក្រោយលោកមិនព្រមចូលខ្លួនបំភ្លឺជុំវិញការបញ្ចេញមតិចម្រូងចម្រាសរបស់ស្ថានទូតពាក់ព័ន្ធនឹងឃាតកម្មលើកម្មជនបារាំងម្នាក់គួរបញ្ជាក់ថាបើទោះបីជាលោក Glucksmann មិនទាន់ប្រកាសចូលឈ្មោះជាផ្លូវការក្តីប៉ុន្តែលោកត្រូវបានគេចាត់ទុកថាជាបេក្ខជនប្រធានាធិបតីដ៏មានប្រជាប្រិយភាពម្នាក់តាមការស្ទង់មតិថ្មីលោកទទួលបានការគាំទ្រចន្លោះពី11ទៅ14%ដែលនាំមុខអតីតប្រធានាធិបតីបារាំង François Hollande ប៉ុន្តែនៅតាមពីក្រោយមេដឹកនាំស្ដាំនិយមជ្រុលលោកស្រី Marine Le Pen ឡើយ